មានបងប្អូនណាខ្លះដែលស្គាល់ដៃកផ្លោកហើយធ្លាប់យកដៃកផ្លោកទៅស្លខ្លះថ្ងៃនេះដើរសារទិញបានដៃកផ្លោកហើយនឹងក្បាលត្រីបងប្អូនក្បាលត្រីរស់ហ្នឹងមកចកោមធំហ្មងដល់សារខ្ញុំហ្នឹងគឺចូលចិត្តស្លម្ជូរតែចូលចិត្តតែក្បាលឯងអញ្ចឹងទិញក្បាលសុទ្ធហ្មងថ្ងៃនេះមកចកោមមានតែ5000រៀលបងប្អូនជាដំបូងយើងដាំទឹកឲ្យពុះហើយយើងច្រំប៉ល់ឲ្យរួចរាល់សិនទៅបងប្អូនបន្ទាប់មកទៀតចាំយើងដាក់ប្រហុកសាច់របស់យើងចូលទៅបន្ទាប់ពីដាក់ប្រហុកសាច់ហើយខ្ញុំដាក់គល់ក្រៃខ្ទឹមសម្ទេសស្លឹកក្រូចបន្ទាប់ពីទឹកហើយនឹងគ្រឿងផ្សំទាំងអស់បានពុះហើយខ្ញុំដាក់ក្បាលត្រីចូលបងប្អូនដើម្បីឲ្យវាកាត់ឆ្អាបបន្ទាប់មកទៀតខ្ញុំបន្ថែមវាជាមួយប៊ីចេងស្ករទឹកត្រីអំបិលខ្ញុំរងចាំឲ្យក្បាលត្រីរបស់ខ្ញុំពុះហើយខ្ញុំភ្លុកមើលឆ្ងាញ់ល្មមតាមដែលខ្ញុំចូលចិត្តរួចហើយបាទខ្ញុំដាក់ដៃកផ្លោករបស់ខ្ញុំចូលបងប្អូនស្លម្ជូរដៃកផ្លោកនេះបងប្អូនបើសិនជាយើងមានកពឹសមានខ្យងមានក្តាមដាក់ទៀតអូយបេះណាវលហ្មងណាតែគ្រាន់ថានៅសាចផ្ទះហ្នឹងវាអត់មានលក់អញ្ចឹងណាបងប្អូនបរទិញបានទៀតមួយឆ្នាំងនេះគឺស្លចេញមកស្រែសុតហ្មងហ่าបងប្អូនរបៀបគេថាស្រែចំហ៎បងប្អូនទោះអត់គ្រប់គ្រឿងដែរអ្វីដែលខ្ញុំចង់បានបងប្អូនប៉ុន្តែបើនិយាយពីរសជាតិវិញអូយឆ្ងាញ់ម៉ែឆ្ងាញ់ហ្មងណាដៃកផ្លោកនេះហ៎បងប្អូនរសជាតិវាស្តៀងក្តារដែរមានបងប្អូនដែលធ្លាប់យកដៃកផ្លោកទៅស្លម្ជូរខ្លះកុំភ្លេចខមមិននៅក្រោមវីដេអូម្នាក់មួយផងណា